ទីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Semiconductor បេះដូងនៃបច្ចេកវិទ្យាទំនើបភាគ1សារធាតុស៊ីលីកូនចរន្តអគ្គិសនីគឺជាចលនានៃសារព័ន្ធផងផ្ទុកបន្ទុកអគ្គិសនីនៅក្នុងអង្គធាតុចម្លងដែលមានអេឡិចត្រុងជាទូទៅចលនានេះស្ថិតនៅក្រោមអានុភាពរបស់កម្លាំងអេឡិចត្រូម៉ាញេទិកនៃដែនអគ្គិសនីតាមរយៈការបង្កើតនូវគម្លាតប៉ូតុងស្យែលយោងតាមប្រវត្តិនៃការសិក្សាអំពីភាពចម្លងអគ្គិសនីដំបូងឡើងអ្នកវិទ្យាសាស្ត្របានគិតថាចលនភាពដែលធ្វើចលនានៅក្នុងលោហៈធាតុផ្ទុកនៅបន្ទុកអគ្គិសនីបូកហើយក៏បានសន្មត់យកទិសនៃចលនានោះជាទិសនៃចរន្តអគ្គិសនីប៉ុន្តែនៅពេលក្រោយមកទៀតការសិក្សាបានបញ្ជាក់ថាចរន្តអគ្គិសនីគឺជាចលនានៃអេឡិចត្រុងក្នុងចំនួនច្រើនលើសលប់ហើយដែលផ្ទុកបន្ទុកអគ្គិសនីដកដូច្នេះចលនានៃអេឡិចត្រុងជាទិសពិតប្រាកដនៃចរន្តអគ្គិសនីហើយគេក៏បានកែប្រែការគិតពីមុនមកថាជាទិសសន្មតកម្លាំងអេឡិចត្រូម៉ាញេទិកជាកម្លាំងនៃស្នប់សិប្បនិម្មិតកំណត់បន្ទុកអគ្គិសនីឲ្យមានចលនាប្រៀបទៅនឹងម៉ាស៊ីនបូមដែលនាំឲ្យទឹកធ្វើចរាចរណ៍នៅក្នុងបំពង់គេអាចប្រៀបធៀបរវាងលក្ខណៈនៃចរន្តអគ្គិសនីនិងចរន្តទឹកដូចតទៅចរន្តអគ្គិសនីគឺជាចលនានៃអេឡិចត្រុងដូចជាចរន្តទឹកដែលជាចលនានៃម៉ូលេគុលកម្លាំងអេឡិចត្រូម៉ាញេទិកដែលកើតដោយថ្មពិលឬ generator ជំរុញចលនាបន្ទុកអគ្គិសនីដូចជាម៉ាស៊ីនបូមជំរុញលំហូរទឹកក្នុងបំពង់ខ្សែអគ្គិសនីគឺជាផ្លូវដែលចរន្តអគ្គិសនីឆ្លងកាត់ដូចជាបំពង់ដែលទឹកហូរកាត់តង់ស្យុងជាកម្លាំងជំរុញបន្ទុកអគ្គិសនីដូចជាសម្ពាធដែលជំរុញទឹកឲ្យហូរអង់តង់ស៊ីតេជាបរិមាណនៃបន្ទុកអគ្គិសនីធ្វើចលនាក្នុង1វិនាទីដូចជាបរិមាណលំហូរទឹកក្នុង1វិនាទីថែសនីឬអ៊ីសូឡង់ទប់ចលនានៃបន្ទុកអគ្គិសនីដូចជាបំពង់ចង្អៀតឬបំពង់ស្ទះទប់លំហូរទឹកលំហូរនៃចរន្តអគ្គិសនីមានភាពខុសគ្នានៅក្នុងក្រុមវត្ថុធាតុតាមស្ថានភាពយ៉ាងដូចនេះ1នៅក្នុងកុងឌុកទ័រលំហូរចរន្តអគ្គិសនីមានលក្ខណៈរលូន2នៅក្នុងសេមីកុងឌុកទ័រមានលក្ខណៈនៅកណ្ដាលរវាងកុងឌុកទ័រនិងអ៊ីសូឡង់ហើយនៅក្នុងនោះគេអាចគ្រប់គ្រងលំហូរចរន្តអគ្គិសនីបាន3នៅក្នុងថែសនីគ្មានលំហូរចរន្តអគ្គិសនីទេឧបករណ៍អ៊ីសូឡង់ដូចជាប្លាស្ទិកតែងរារាំងចរន្តអគ្គិសនីស្ទើរទាំងស្រុងទ្រឹស្ដីអេឡិចត្រូនិកបឋមបង្ហាញថានៅក្នុងអាតូមនីមួយៗអេឡិចត្រុងដែលស្ថិតនៅជុំវិញស្នូលចែកជា3ក្រុម1អេឡិចត្រុងស្នូលមានទីតាំងនៅជិតស្នូលហើយគ្មានអន្តរកម្មជាមួយអាតូមផ្សេងទៀតស្ទើរទាំងស្រុង2អេឡិចត្រុងចំណងឬអេឡិចត្រុងវ៉ាឡង់ស
មានទីតាំងនៅលើស្រទាប់ខាងក្រៅនៃអាតូមអេឡិចត្រូងទាំងនេះអាចបង្កើតចំណងអន្តរអាតូមឬចំណងជាមួយម៉ូលេគុលផ្សេងទៀត3អេឡិចត្រូងចម្លងជាក្រុមអេឡិចត្រូងដែលធ្វើឲ្យមានលំហូរនៃចរន្តអគ្គិសនីនៅក្នុងអាតូមឯកកោអេឡិចត្រូងអាចស្ថិតនៅលំដាប់ថាមពលដាច់ពីគ្នាប៉ុន្តែនៅក្នុងសារធាតុរឹងអាតូមរាប់ពាន់លានស្ថិតនៅក្បែរគ្នាយ៉ាងជិតស្និទ្ធហើយរួមគ្នាជាគន្លងថាមពលជាបន្តបន្ទាប់ដែលបង្កើននៅកម្រិតថាមពលមាន3ក្រុម1គន្លងចំណងដែលមានអេឡិចត្រូងបាឡង់2គន្លងចម្លងដែលពោរពេញទៅដោយអេឡិចត្រូងសេរី3គន្លងហាមឃាត់ដែលគ្មានអេឡិចត្រូងស្នាក់នៅគេហៅថាហ្គាប់ថាមពលគឺជាថាមពលទាបបំផុតសម្រាប់ឲ្យអេឡិចត្រូងក្នុងគន្លងចំណងអាចលោតផ្លោះទៅកាន់គន្លងចម្លងបានទ្រឹស្ដីគន្លងថាមពលក៏បង្ហាញអំពីភាពខុសគ្នានៃការចម្លងអគ្គិសនី1នៅក្នុងលោហៈធាតុពុំមានគន្លងហាមឃាត់ទេហើយគន្លងចំណងនិងគន្លងចម្លងគងលើគ្នាដែលនាំឲ្យភាពចល័តនៃអេឡិចត្រូងសេរីកាន់តែងាយស្រួល2នៅក្នុង Semiconductor ហ្គាប់ថាមពលមានកម្ពស់មធ្យមដែលអេឡិចត្រូងអាចលោតផ្លោះបានក្នុងករណីពិសេស3នៅក្នុងថេសនីហ្គាប់ថាមពលធំទូលាយគេពុំអាចបញ្ចូលថាមពលដើម្បីឲ្យអេឡិចត្រូងលោតចេញពីគន្លងចំណងទៅកាន់គន្លងចម្លងបានទេដូច្នេះហើយបានជាគ្មានលំហូរចរន្តអគ្គិសនីគេអាចធ្វើការប្រៀបធៀបរវាងអង្គធាតុចម្លងគឺលោហៈធាតុចម្លងមានហ្គាប់ថាមពលស្មើនឹង0 Semiconductor មានហ្គាប់ថាមពលទាបស្មើនឹង 0.5 ទៅ 3 អេឡិចត្រូងវ៉ុលថេសនីមានហ្គាប់ថាមពលធំជាង5អេឡិចត្រូងវ៉ុលជាការពិតនៅក្នុងលោហៈធាតុចម្លងជលភាពមានបន្ទុកអគ្គិសនីនិងភាពចល័តគឺជាអេឡិចត្រូងដែលពុំមានចំណងមាំមួនជាមួយអាតូមជាម្ចាស់របស់ខ្លួនគេហៅថាអេឡិចត្រូងសេរីឬអេឡិចត្រូងចល័តហើយដែលស្ថិតនៅក្នុងគន្លងចម្លងអង្គធាតុចម្លងចរន្តអគ្គិសនីចែកជា4ប្រភេទ1កុងឌុយទ័រលោហៈធាតុមានលក្ខណៈចម្លងជាចរន្តអេឡិចត្រូនិកបង្កើតឡើងដោយចលនានៃអេឡិចត្រូងសេរីក្រោមឥទ្ធិពលនៃដែនអគ្គិសនីដែលមានជាអាចស្ពាន់មានភាពចម្លងខ្ពស់ដែលគេប្រើប្រាស់ជាទូទៅក្នុងខ្សែអគ្គិសនីអាលូមីញ៉ូមដែលប្រើប្រាស់ក្នុងប្រព័ន្ធតង់ស្យុងខ្ពស់ប្រាក់ជាវត្ថុធាតុចម្លងដ៏ប្រសើរប៉ុន្តែមានតម្លៃខ្ពស់មាសដែលគេប្រើប្រាស់ជាឧបករណ៍ភ្ជាប់ក្នុងស៊ីគ្វីអេឡិចត្រូនិកប្រណិតនិងលោហៈធាតុផ្សេងទៀតដូចជាដែកនីកែលសំណប៉ាហាំងជាដើម2 Graphene គឺជាស្រទាប់អាតូមកាបូនមានរចនាសម្ព័ន្ធជាបណ្ដាញឆកោណដូចសំបុកឃ្មុំលក្ខណៈចម្លងជាចរន្តនៃជលភាពបន្ទុកអគ្គិសនីដកឬអេឡិចត្រូង
និងជលភាពបន្ទុកអគ្គិសនីបូកឬរុនកង្វះអេឡិចត្រូនដោយសារលក្ខណៈរូបវន្ត graphene ផ្ដល់ការអនុវត្តក្នុងវិស័យអេឡិចត្រូនិកល្បឿនលឿនដូចជានៅក្នុងអេក្រង់បញ្ជាតាមការប៉ះពាល់ដោយដៃហៅថាអេក្រង់តាក់ទីលព្រមទាំងអេក្រង់ថ្លានិងអេក្រង់ទន់ដែលអាចបត់បែនបាន 3. កុងឌុកទ័រកាបូនគឺជាសារធាតុដែលមានកាបូនជាមូលដ្ឋានដូចជាក្រាហ្វីតកាបូនណាណូទូបកាបូនបំពន់លក្ខណៈចម្លងអគ្គិសនីបង្កើតឡើងដោយអេឡិចត្រូនចំណងរវាងអាតូមនិងអាតូមហៅថាអេឡិចត្រូន2ដែលមានភាពសេរីនិងភាពចល័តសារធាតុនេះត្រូវគេប្រើប្រាស់សម្រាប់ធ្វើអេឡិចត្រូតជក់ម៉ូទ័រអគ្គិសនីបណ្ដូលថ្មពិលឡាក់ 4. ទឹកប្រៃផ្ទុយពីទឹកសុទ្ធទឹកប្រៃជាវត្ថុធាតុចម្លងចរន្តអគ្គិសនីដែលហៅថាភាពចម្លងអ៊ីយ៉ូនិកគឺដោយសារបន្លាស់ទីតាំងរបស់អ៊ីយ៉ុងសូដ្យូម Na បូកនិងអ៊ីយ៉ុងក្លរ Cl ដកនៃសារធាតុអំបិលឬសូដ្យូមក្លរ៉ឺទឹកប្រៃមានការអនុវត្តជាអេឡិចត្រូលីតក្នុងធុងបាក់តេរីនិងកងដុងស្ទ័រព្រមទាំងវិធីសាស្ត្រការពារកាតូឌិកប្រឆាំងជំរេះលើទួលនាវាសមុទ្រស្ថានីយ៍បូមនិងបំពួងបង្ហូរប្រេងកាតក្នុងសមុទ្រអាតូមមូលដ្ឋាននៃសេមីកុងឌុកទ័រតាមធម្មតាសារធាតុសេមីកុងឌុកទ័រមានលក្ខណៈអគ្គិសនីជាអ៊ីសូឡង់ប៉ុន្តែដោយសារហ្គាប់ថាមពលតូចល្មមឲ្យអេឡិចត្រូនអាចលោតពីគន្លងចំណងទៅគន្លងចម្លងបានប្រសិនបើមានតង់ស្យុងអគ្គិសនីតិចតួចចរន្តអគ្គិសនីខ្សោយក៏នឹងអាចកើតមានដោយសារចលនារបស់អេឡិចត្រូនហើយបន្សល់ទុកនៅរុននៅក្នុងគន្លងចំណងដែលគេហៅថាកង្វះអេឡិចត្រូនស៊ីលីស្យូមឬស៊ីលីកូនជាសារធាតុសេមីកុងឌុកទ័រដែលគេប្រើប្រាស់ជាងគេក្នុងឧស្សាហកម្មដោយសារតែលក្ខណៈរូបវន្តល្អនិងភាពសម្បូរនៅក្នុងធម្មជាតិផងនិងតាមគោលការណ៍ពាណិជ្ជកម្មផងក្រៅពីនេះនៅមានសារធាតុសេមីកុងឌុកទ័រផ្សេងទៀតដូចជាហ្សាក់ម៉ាញ៉ូមអេកសេញ៉ូមដឺហ្គាលីយ៉ូមនិងកាកវីលដឺស៊ីលីស្យូមអាតូមស៊ីលីកូនមាននិមិត្តសញ្ញា Se លេខអាតូមិក14 mass atomic 28.085 gap ថាមពល 1.12 អេឡិចត្រូនវ៉ុលរចនាសម្ព័ន្ធអេឡិចត្រូនិកចែកជា3ស្រទាប់ថាមពលគឺស្រទាប់ K មានអេឡិចត្រូន2ស្រទាប់ L មានអេឡិចត្រូន8និងស្រទាប់ M មានអេឡិចត្រូន4ស្ថិតក្នុងក្រុម14នៃតារាង Mendeleev ស៊ីលីកូនជាពពួកមេតាឡូអ៊ីតនិងមានចំណងតេត្រាវ៉ាឡង់គឺមានអេឡិចត្រូនចំណង4គ្រីស្តាល់ស៊ីលីកូនមានរចនាសម្ព័ន្ធត្រីមាត្រតេត្រាអេដរិកគឺអាតូមមួយមានចំណងភ្ជាប់ទៅនឹងអាតូមស៊ីលីកូនចំនួន4ផ្សេងទៀតនៅក្នុងធម្មជាតិវត្តមាននៃសារជាតិស៊ីលីកូនក្នុងសន្តានឯកោស្ទើរតែមិនដែលប្រទះឡើយប៉ុន្តែវាសម្បូរទៅដោយសមាសធាតុស៊ីលីកូនអុកស៊ីត
SiO2 ហៅថា Silis ឬ Silica ជាសរុបបរិមាណស៊ីលីកាមាន 60% នៃសម្បកផែនដីនិងមានទម្ងន់ស្មើនឹង 28%ការកកើតនៅស៊ីលីកាបណ្ដាលមកពីការក្លាយជាគ្រីស្តាល់នៃថ្មភ្នំភ្លើងហៅថាម៉ាក្មាដែលសម្បូរដោយសារជាតិស៊ីលីកូនការហូរច្រោះពពួកថ្មស៊ីលីកាការកកើតដីល្បាប់នៅក្នុងអាងទន្លេឬអាងសមុទ្រព្រមទាំងសកម្មភាពនៃប្រព័ន្ធទឹកក្តៅក្នុងដីឬអ៊ីដ្រូទែកម៉ាល់ប្រភេទនៃរ៉ែស៊ីលីកាដ៏សំខាន់មានពីរក្រុមពពួករ៉ែក្នុងវាលខ្សាច់និងថ្មស្ដុកធំដូចជា Quartz, Coxite, Granite ពពួកល្បាប់មានខ្សាច់ស៊ីលីកាខ្សាច់ល្បាប់ដីល្បាប់សមុទ្រម្យ៉ាងទៀតនៅមានស៊ីលីកូនក្នុងសន្តានជាសារធាតុសរីរាង្គផងដែររុក្ខជាតិស្រូបយកអាហារពីផែនដីដោយបំលែងស៊ីលីកូនរ៉ែទៅជាស៊ីលីកូនសរីរាង្គការបំពាក់ដោយអាតូមកាបូនមួយឬច្រើនធ្វើឲ្យស៊ីលីកូនសរីរាង្គអាចរលាយខ្លួនក្នុងទឹកនិងអាចស្រូបដោយសារធាតុសរីរាង្គដូច្នេះបានជាមានរុក្ខជាតិខ្លះសម្បូរដោយស៊ីលីកូនដូចជាដើមកន្ទុយអាលដើមកន្ទុយសេះដើមឫស្សីនិងសារាយបាតសមុទ្រមុននឹងអនុម័តបង្កើតស្ថានីយ៍ទាញយករ៉ែស៊ីលីកាត្រូវមានផែនការបឋមគឺការរុករកដែលត្រូវរៀបចំសំណុំឯកសារការងារមានគំនូរផែនទីភូមិសាស្ត្រវិធីសាស្ត្រខួងនិងយកសំណាក់ស្នូលបទវិភាគគីមីគឺត្រូវដឹងអំពីកម្រិតបរិមាណនៃស៊ីលីកូនអុកស៊ីតដែកអុកស៊ីតអាលូមីញ៉ុមអុកស៊ីតជាដើមការប៉ាន់ទុនបម្រុងលក្ខខណ្ឌឧស្សាហកម្មតម្រូវឲ្យរ៉ែស៊ីលីកាមានភាពបរិសុទ្ធលើសពី 95% ដើម្បីសម្របតាមវិជ្ជាកម្មអេឡិចត្រូនិកដែលតម្រូវឲ្យស៊ីលីកូនមានភាពបរិសុទ្ធលើសពី 99.99% ក្នុងការកាបយករ៉ែស៊ីលីកាមានវិធីសាស្ត្រពីរយ៉ាងគឺស្ថានីយ៍កកាយប្រក់មេឃនិងស្ថានីយ៍បូមក្នុងទន្លេស្ថានីយ៍រណ្ដៅរ៉ែបើកចំហជាទូទៅទីតាំងកកាយយករ៉ែស៊ីលីកាច្រើនស្ថិតនៅលើដីគោកគឺជារណ្ដៅបើកចំហដែលប្រព្រឹត្តិកម្មចែកជាដំណាក់កាលដូចតទៅ1កកាយសម្អាតដីស្រទាប់លើគឺជាស្រទាប់ដែលមានរុក្ខជាតិនិងថ្មគ្មានតម្លៃត្រូវឈូសចេញនិងដាក់ទុកមួយកន្លែង2កកាយយករ៉ែដោយប្រើប្រាស់ឧបករណ៍ធំក្រាក់ច្រើនប្រភេទមានម៉ាស៊ីនជីកកកាយដីប៉ែលអ៊ីដ្រូលីក bulldozer រថយន្តជោកដោយស្នូករថយន្តដឹកជញ្ជូនកើបនិងចាក់ការកកាយយកត្រូវផ្ដើមពីស្រទាប់ជួរផ្ដេកខាងលើហើយបន្តកកាយស្រទាប់ជួរក្រោមជម្រាលដីត្រូវរក្សាឲ្យមានស្ថិរភាពទប់ស្កាត់កុំឲ្យដីរអិលបាក់បន្ទាប់ពីត្រូវបានយកចេញពីទីតាំងធម្មជាតិស៊ីលីកាឆ្លងកាត់អង្គភាពប្រព្រឹត្តកម្មជាលំដាប់លំដោយកការកំទេចគោលបំណងគឺដើម្បីបំបែករ៉ែធំឲ្យទៅជាបំណែកតូច
ម៉ាស៊ីនកំទេចបឋមដែលបំណែកនីមួយៗត្រូវមានទំហំតូចជាង200មីលីម៉ែត្រឧបករណ៍រែងរំញ័រញែកបំណែកចេញពីគ្នាតាមទំហំខការរែងចម្រោះគឺរែងបែងចែកតាមចំណាត់ថ្នាក់ទំហំមានគ្រាប់គ្រើមនិងគ្រាប់ល្អិតកការលាងសម្អាតដែលប្រើមធ្យោបាយយោងតាមស្ថានភាពទីតាំងគឺអាចមានម៉ាស៊ីនបាញ់ទឹកសម្រាប់ជំរុះដីឥដ្ឋឬធូលីចេញពីរ៉ែនិងអាងរងចម្រោះដើម្បីសម្អាតទឹកលាងខការគ្រប់គ្រងគុណភាពគឺការពិនិត្យសំណាក់គំរូអំពីភាពបរិសុទ្ធនៃស៊ីលីកាបរិមាណសារធាតុកកលោហៈធាតុនិងភាពទៀងទាត់នៃទំហំគ្រាប់ការរក្សាទុកត្រូវដាក់ទុកក្នុងស៊ីឡូដែលមានខ្យល់ចេញចូលព្រមទាំងបែងចែកទីតាំងស្តុកតាមគុណភាពនិងប្រភេទស្ថានីយ៍បូមខ្សាច់ស៊ីលីកាក្នុងទន្លេវិធីសាស្ត្រស្រង់យកខ្សាច់ស៊ីលីកាតាមដងទន្លេមានដូចតទៅកការបូមដោយប្រើម៉ាស៊ីនអ៊ីដ្រូលីកដែលជាស្ថានីយ៍បណ្ដែតទឹកដោយប្រើឧបករណ៍ដូចជាម៉ាស៊ីនបឺតខ្សាច់ sucking drain machine ម៉ាស៊ីនបូម centrifuge បំពង់បង្ហូរខ្សាច់អង្គភាពរែងខ្សាច់លើនាវាដែលបំពេញការងារតាមលំដាប់គឺការបឺតយកល្បាយទឹកនិងខ្សាច់បញ្ជូនតាមបំពង់បង្ហូរដឹកជញ្ជូនយកទៅស្ថានីយ៍ប្រព្រឹត្តកម្មខការស្រង់មេកានិកនៅលើឆ្នេរជាវិធីសាស្ត្រដែលគេប្រើក្នុងករណីទីលានរបបខ្សាច់ប្រប្រាស់ទឹកដោយប្រើឧបករណ៍ដូចជាម៉ាស៊ីនកកាយអ៊ីដ្រូលីកម៉ាស៊ីនកើបចាក់និងម៉ាស៊ីនគោះកកាយ excavator ប្រព្រឹត្តកម្មរ៉ែស៊ីលីកាមានការលាងសម្អាតដើម្បីកម្ចាត់ដីឥដ្ឋដីល្បប់និងសារធាតុសរីរាង្គការបែងចែកតាមទំហំគ្រាប់ដោយការរែងចម្រោះ particle size separation ការបែងចែកម៉ាញេទិកដើម្បីជំរុះដែកអុកស៊ីត magnetic separation ការបំបែកតាមទម្ងន់ដើម្បីបង្កើនភាពបរិសុទ្ធ gravimetric separation តាមការចាំបាច់អត្ថប្រយោជន៍នៃវិធីទាញយករ៉ែពីទន្លេគឺការប្រើគ្រឿងផ្ទុះតិចតួចសារធាតុរ៉ែត្រូវបានបំបែកជាជលភាពដោយធម្មជាតិរួចស្រេចទៅហើយគ្រាប់សារធាតុរ៉ែមានសភាពល្អតម្លៃថាមពលថោកជាងស្ថានីយ៍ដីគោកអត្ថទោសនិងផលប៉ះពាល់ដល់បរិស្ថានមានការផ្លាស់ប្ដូរស្ថានភាពផ្ទៃបាតទន្លេកំណើនហានិភ័យនៃការហូរច្រោះការរំខានដល់ប្រព័ន្ធធារាអេកូឡូស៊ីការគ្រប់គ្រងទឹកដែលផ្ទុកដោយមីក្រូជនភាពបន្ទាប់ពីយកចេញពីស្ថានីយកកាយខ្សាច់ស៊ីលីកាត្រូវនាំយកទៅធ្វើបន្សុទ្ធកម្មដើម្បីឲ្យក្លាយជាស៊ីលីកូនបរិសុទ្ធដោយអនុវត្តតាមវិធីសាស្ត្រ3ប្រការមានអភិក្រម Siemens អភិក្រម FBR អភិក្រម Silan អភិក្រម Siemens គោលការណ៍នៃអភិក្រមគឺការបំលែងសារធាតុស៊ីលីកូនក្នុងស្ថានភាពធម្មជាតិទៅជាឧស្ម័ន ត្រីក្លូរ៉ូស៊ីឡានហើយធ្វើបន្សុទ្ធកម្ម
និងបន្លាយជាសារធាតុស៊ីលីកូនរឹងនិងបរិសុទ្ធតាមវិធីសាស្ត្រគីមីដោយប្រើកម្ដៅ ត្រីក្លូរ៉ូស៊ីឡានត្រូវបានជ្រើសរើសជាសារធាតុអន្តរកាលចម្បងដោយមូលហេតុភាពងាយស្រួលក្នុងការបំលាយជាធាតុរាវគឺងាយកកជាទឹកមកពីស្ថានភាពជាចំហាយដែលសម្រួលដល់ប្រព្រឹត្តកម្មឧស្សាហកម្មភាពងាយបំពុះប្រសើរលក្ខណៈរូបវន្តរបស់ត្រីក្លូរ៉ូស៊ីឡានផ្ដល់ប្រសិទ្ធភាពខ្ពស់នៃបន្សុទ្ធកម្មដោយការដុតបំពុះប្រភាគដែលមានសារៈសំខាន់ដើម្បីសម្រេចបាននូវភាពបរិសុទ្ធកម្រិតខ្ពស់ស្ថិរភាពគីមីល្អត្រីក្លូរ៉ូស៊ីឡាននៅតែមានស្ថិរភាពក្នុងលក្ខខណ្ឌដាក់ទុកនិងដឹកជញ្ជូនធម្មតាហើយក៏មានភាពងាយបំបែកក្នុងដំណាក់កាលកកក្រាំងនៃស៊ីលីកូនតទៅនេះជាប្រព្រឹត្តកម្មតាមអភិក្រម Siemens ពីដំណាក់កាលមួយទៅដំណាក់កាលមួយ1ប្រតិកម្ម Reduction Carbothermic ស៊ីលីកាឬអុកស៊ីតស៊ីលីកូន SiO2 ក្នុងសន្តានជាសារធាតុរឹងត្រូវបញ្ចូលក្នុងឡផ្លេកបន្ទោអគ្គិសនីដែលសីតុណ្ហភាពអាចឡើងយ៉ាងឆាប់រហ័សដល់1900ទៅ2000អង្សាសង់ទីក្រាតដើម្បីបំបែកចំណងអាតូមស៊ីលីកូននិងអុកស៊ីសែនដែលរឹងមាំប្រតិកម្មគីមីក៏កើតឡើងតាមសម័យកាល SiO2 plus 2C ស្មើនឹង Se plus 2CO ដែលមានកាបូន C ដើរតួជាសារធាតុ reductor គឺកាត់បន្ថយអុកស៊ីសែនពីគ្រីស្តាល់ស៊ីលីកាអុកស៊ីសែន O រួមជាមួយកាបូនដើម្បីបង្កើតឧស្ម័នកាបូនម៉ូណូអុកស៊ីត CO ដែលត្រូវបញ្ចេញចោលស៊ីលីកូនក៏មានរូបរាងជាអង្គធាតុរាវក្នុងសីតុណ្ហភាពខ្ពស់ជាលទ្ធផលនៃប្រតិកម្ម reduction គេទទួលបាននូវស៊ីលីកូនដុលហៅថាស៊ីលីកូន metallurgic MgSe ដែលមានភាពបរិសុទ្ធពី98ទៅ99%និងសារធាតុកកដូចជាដែកអាលូមីញ៉ូមកាល់ស្យូមប័រហ្វូស្វ័រ2සංយោគត្រីក្លូរ៉ូស៊ីឡានប្រតិកម្មසංយោគប្រព្រឹត្តទៅនៅក្នុងរេអាក់ទ័រគីមីដែលមានកម្ដៅពី300ទៅ350អង្សាសង់ទីក្រាតតាមសម័យកាល Se plus 3HCl ទៅជា SeHCl3 plus H2 ស៊ីលីកូន metallurgic ត្រូវព្រុសចេញជាជលភាពដើម្បីបង្កើនផ្ទៃប្រតិកម្មប៉ះជាមួយឧស្ម័ន chlorhydric anhydre HCl ឧស្ម័នអ៊ីដ្រូសែនដែលបំភាយចេញពីប្រតិកម្មត្រូវបញ្ជូនចេញពីរេអាក់ទ័រទោះបីត្រីក្លូរ៉ូស៊ីឡាន SeHCl3 គឺជាផលិតផលដែលចង់បាននិងជាភាគច្រើនក៏ដោយក៏មានការកកើតនៅសារធាតុពីរទៀតគឺ dichlorosilan SeH2Cl2 ព្រមទាំង tetrachlorure de silicium SeCl4 សមាសធាតុទាំងនេះមានសមាមាត្រខុសៗគ្នាអាស្រ័យតាមលក្ខខណ្ឌសីតុណ្ហភាពសម្ពាធនិងសមាសភាគរវាង HCl Se ហើយដែលត្រូវធ្វើបន្សុទ្ធកម្ម
3. បន្សុទ្ធកម្មគីមីដោយការដុតបំពុះប្រភាគបន្ទាប់ពីសង្យោគសមាសធាតុទ្រីក្លូរ៉ូស៊ីឡាននៅតែមានធាតុកកដូចជាសារធាតុលោហៈធាតុដែកអាលូមីញ៉ូមប័រហ្វូស្វ័រអង្គធាតុមានសារជាតិក្លូរគឺតេត្រាក្លូរ៉ូស៊ីឡាន SeCl4 ឌីក្លូរ៉ូស៊ីឡាន SeH2Cl2 និងក្លូរីនផ្សេងៗវិធីសាស្ត្រនេះប្រព្រឹត្តទៅនៅក្នុងធុងស៊ីឡាំងដុតបំពុះទំហំពី1ទៅ3ម៉ែត្រកម្ពស់ពី20ទៅ40ម៉ែត្រធ្វើអំពីដែកថែបមិនច្រេះធុងដុតបំពុះមានសន្ទះចុះរន្ធដាក់ជាថ្នាក់ចំនួនពី30ទៅ80ថ្នាក់យោងតាមភាពបរិសុទ្ធដែលចង់បានបន្សុទ្ធកម្មដោយការបែងចែកមានដំណើរការយ៉ាងដូចនេះរបាយទ្រីក្លូរ៉ូស៊ីឡានដុលត្រូវបញ្ចូលនៅចំកណ្ដាលធុងបំពុះដើម្បីឲ្យទៅជាចំហាយក៏ឡើងទៅលើដោយឆ្លងកាត់តាមសន្ទះដែលដាក់ជាថ្នាក់នៅតាមសន្ទះនីមួយចំហាយកកឲ្យហួតឡើងសាជាថ្មីបាតុភូតនេះផ្ដើមឡើងវិញជាច្រើនដងក្នុងដំណើរឡើងលើនៅក្នុងធុងដោយសារសមាសធាតុនីមួយមានចំណុចរំពុះខុសៗគ្នាសមាសធាតុស្រាលជាងឡើងខ្ពស់ទៅខាងលើសមាសធាតុធ្ងន់ជាងធ្លាក់ចុះទៅខាងបាតធុងនៅលើកម្ពស់ជាក់លាក់ទ្រីក្លូរ៉ូស៊ីឡានបរិសុទ្ធខ្លាំងត្រូវទាញយករីឯសមាសធាតុកកត្រូវកម្ចាត់ចេញនៅប៉ែកខាងលើឬនៅបាតធុងលក្ខខណ្ឌនៃវិធីសាស្ត្រគឺការត្រួតពិនិត្យដោយហ្មត់ចត់នៅសីតុណ្ហភាពនៃរំពុះគម្លាតសីតុណ្ហភាពក្នុងលំដាប់ពី3អង្សាតម្រូវឲ្យមានឧបករណ៍ចាប់កម្ដៅជាក់លាក់កម្រិតខ្ពស់ការកែតម្រូវលម្អិតនៃលំហូរកម្ដៅនៅតាមបណ្ដោយធុងការត្រួតពិនិត្យបរិយាកាសដោយតឹងរ៉ឹងដើម្បីការពារការចម្លងផ្សេងមកពីខាងក្រៅគោលការណ៍នៃវិធីសាស្ត្រផ្អែកលើ gradient thermique បញ្ឈរគឺផ្នែកខាងលើមានសីតុណ្ហភាពទាបជាងសម្រួលដល់កំណកមកពីចំហាយគឺទទួលបានទ្រីក្លូរ៉ូស៊ីឡានបរិសុទ្ធផ្នែកខាងក្រោមមានសីតុណ្ហភាពខ្ពស់ជាងសម្រួលកម្លាយជាចំហាយនៃសមាសធាតុចំណុចរំពុះក្នុងបរិយាកាស1 atm របស់ទ្រីក្លូរ៉ូស៊ីឡានស្មើនឹង 31.8 អង្សាសេរបស់តេត្រាក្លូរីនស៊ីលីស្យូមស្មើនឹង 57.6 អង្សាសេនៅវគ្គនេះគេទទួលបាននៅទ្រីក្លូរ៉ូស៊ីឡានបរិសុទ្ធដ៏វិសេសសម្រាប់វិស័យអេឡិចត្រូនិកហើយប្រភាគកកនៅសល់តិចជាង10ស្វ័យគុណដក9 4. ការបំបែកធាតុដោយកម្ដៅគឺជាដំណាក់កាលដែលគេទទួលបាននៅស៊ីលីកូនបរិសុទ្ធក្នុងសន្តានរឹងប្រតិបត្តិកម្មមានដំណើរនៅក្នុង reactor Siemens ដែលប្រកបដោយរូបសន្តានជាបន្ទប់បិទជិតទាំងស្រុងដើម្បីរារាំងការជ្រៀតចូលនៅបរិយាកាសខាងក្រៅដូចជាអុកស៊ីហ្សែនសំណើមនិងធូលីលំហផ្ទៃក្នុងស្ថិតនៅក្រោមបរិយាកាសអ៊ីដ្រូសែនដែលជាឧស្ម័នរេឌុកទ័ររារាំងចម្រេះរក្សាស្ថិរភាពគីមីធ្វើឲ្យការគ្រប់គ្រងកម្ដៅកាន់តែប្រសើរ
វត្តមានសរសៃលួសធ្វើអំពីស៊ីលីកូនរាងអក្សរ U បញ្ច្រាស់ដាក់បញ្ចូលនៅខាងលើមានមុខងារជាឧបករណ៍កម្ដៅនិងជាពំនាក់នៃកំណកក្រាំងចរន្តអគ្គិសនីឆ្លងកាត់សរសៃលួសស៊ីលីកូនទាំងពីរទងបង្កើតនៅកម្ដៅខ្ទង់ 1100 អង្សាសេសីតុណ្ហភាពនេះត្រូវមានភាពទៀងទាត់និងជាក់លាក់ព្រោះជាកម្រិតថេរៈនៃល្បឿនការកកក្រាំងភាពបរិសុទ្ធនិងគុណភាពគ្រីស្តាល់ស៊ីលីកូនឧស្ម័នទ្រីក្លូរ៉ូស៊ីឡានដែលបន្សុទ្ធនៅក្នុងវគ្គទី3ត្រូវចាក់បញ្ចូលក្នុងរេអាក់ទ័របង្កើតឲ្យមានប្រតិកម្មតាមសម័យកាលចម្បង 2Se HCl3 ទៅជា Se plus 2HCl plus SeCl4 គឺថាទ្រីក្លូរ៉ូស៊ីឡានត្រូវបំបែកខ្លួនដោយសារកម្ដៅសារធាតុស៊ីលីកូនកកជាប់នៅលើសរសៃលួសក្ដៅដែលជាបច្ចេកទេសកំណកគីមីក្នុងដំណាក់កាលចំហាយ Chemical Vapor Deposition CVD ឧស្ម័នផ្សេងទៀតដូចជាអាស៊ីតក្លូរីដរិក HCl និង Tetrachlorure de silicium SeCl4 ត្រូវត្រងយកនិងបញ្ជូនទៅកែច្នៃដើម្បីបង្កើនទិន្នផលរួមកំណកនៃសារធាតុស៊ីលីកូននៅលើសរសៃលួសមានដំណើរយឺតពីស្រទាប់អាតូមិកមួយទៅស្រទាប់មួយមានភាពបរិសុទ្ធរហូតដល់ជាង 99.99% សរសៃលួសដែលមានទំហំ 2-3 មីលីម៉ែត្រក្លាយជារបារគ្រីស្តាល់ស៊ីលីកូនទំហំ 150 ទៅ 200 មីលីម៉ែត្រ 5. ពហុគ្រីស្តាល់ស៊ីលីកូនបរិសុទ្ធកម្រិតខ្ពស់ការបំបែកធាតុដោយកម្ដៅនៅក្នុងរេអាក់ទ័រ Siemens ផ្ដល់ស៊ីលីកូនបរិសុទ្ធកម្រិតខ្ពស់ 9N ទៅ 11N ដែលជាវត្ថុធាតុដើមនៅក្នុងឧស្សាហកម្មមីក្រូអេឡិចត្រូនិកប៉ុន្តែគឺជាស៊ីលីកូនពហុគ្រីស្តាឡាំងដែលមិនទាន់មានលក្ខណៈគ្រប់គ្រាន់ជាសារជាតិចុងក្រោយសម្រាប់ផលិតពុជអេឡិចត្រូនិកនៅឡើយរចនាសម្ព័ន្ធពហុគ្រីស្តាឡាំងមានភាពចម្រូងចម្រាសដោយសារគ្រីស្តាល់នីមួយៗបែរទៅរកទិសខុសៗគ្នាដើម្បីឲ្យប្រែក្លាយជាដុំឯកគ្រីស្តាឡាំងនិងមានទិសស្របគ្នាគេនឹងប្រើវិធីសាស្ត្រ Zolkowski ឬវិធីសាស្ត្រ Float Zone វិធីសាស្ត្រ Zolkowski គឺជាបច្ចេកទេសសម្រាប់ផលិតឯកគ្រីស្តាល់ស៊ីលីកូនសុទ្ធខ្លាំងដែលប្រើក្នុងឧស្សាហកម្មសមាសធាតុអេឡិចត្រូនិកតាំងពីសៀគ្វីបង្រួមរហូតឈីបនិងពុជអេឡិចត្រូនិកគោលការណ៍ប្រតិបត្តិគឺជាការបណ្ដុះគ្រីស្តាល់ស៊ីលីកូនចេញពីស៊ីលីកូនរលាយ 1. សារជាតិស៊ីលីកូនបរិសុទ្ធដែលដាក់ក្នុងផើងធ្វើអំពីកកត្រូវដុតរំលាយនៅក្នុងឡមានសីតុណ្ហភាព 1420 អង្សាសេ 2. គេបញ្ចូលដុំស៊ីលីកូនដែលមានរចនាសម្ព័ន្ធគ្រីស្តាល់មានសណ្ដាប់ធ្នាប់ល្អទៅក្នុងផើងស៊ីលីកូនរលាយដុំស៊ីលីកូននោះមានឈ្មោះថាគ្រីស្តាល់គ្រាប់ពូជ 3. គេទាញដោយបង្វិលដុំគ្រីស្តាល់គ្រាប់ពូជដោយយឺតឡើងទៅលើក្នុងពេលជាមួយគ្នាស៊ីលីកូនរាវ
ក៏ទៅជារឹងនៅជុំវិញដុំស៊ីលីកូនដោយបង្កើតរចនាសម្ព័ន្ធគ្រីស្តាល់ដូចគ្រីស្តាល់គ្រាប់ពូជ 4. ដុំគ្រីស្តាល់បន្តរីកធំធាត់បង្កើតបានជាដុំស៊ីឡាំងធំមួយដែលជាស្នូកស៊ីលីកូនឯកគ្រីស្តាឡាំងហើយដែលគេអាចយកទៅកាត់ជាបន្ទះស្ដើងហៅថា wafer វិធីសាស្ត្រ float zone ក្នុងគោលបំណងដូចគ្នាប៉ុន្តែគោលការណ៍ខុសពីវិធីសាស្ត្រ Czochralski ដែលត្រូវដុតរំលាយស៊ីលីកូននៅក្នុងផើងតាមវិធីសាស្ត្រ float zone ការរំលាយត្រូវធ្វើត្រង់តំបន់តូចមួយនៃរបារស៊ីលីកូន 1. គេដាក់រនុកស៊ីលីកូនពហុគ្រីស្តាឡាំងបញ្ឈរនៅក្នុងឡ 2. បូប៊ីនអាំងឌឹកស្យុងបញ្ចេញកម្ដៅចំតំបន់តូចមួយនៃរបារស៊ីលីកូនរហូតដល់វារលាយតំបន់រំលាយនេះនៅតែព្យួរដោយសារមានតង់ស្យុងលើផ្ទៃហើយមានឈ្មោះថាតំបន់អណ្ដែតឬ float zone 3. បូប៊ីនអាំងឌឹកស្យុងផ្លាស់ទីយឺតតាមបណ្ដោយរនុកស៊ីលីកូនតំបន់រំលាយក៏ដើរតាមបូប៊ីនដែរ 4. គេដាក់គ្រីស្តាល់គ្រាប់ពូជនៅប៉ែកខាងលើនៃតំបន់រំលាយនៅពេលដែលតំបន់នេះរំកិលស៊ីលីកូនរឹងបន្តិចម្ដងដោយចម្លងយករចនាសម្ព័ន្ធនៃគ្រីស្តាល់គ្រាប់ពូជនិងបង្កើតជាឯកគ្រីស្តាឡាំងដ៏បរិសុទ្ធស៊ីលីកូនពហុគ្រីស្តាឡាំងផ្សំដោយគ្រីស្តាល់តូចជាច្រើនរលាយចូលគ្នានិងមានខណភាពជាមធ្យមប្រហែល 2.32 ទៅ 2.33 ក្រាម 1 សង់ទីម៉ែត្រគូបនៅក្នុងស៊ីលីកូនឯកគ្រីស្តាឡាំងអាតូមមានការរៀបរយយ៉ាងល្អឥតខ្ចោះនិងមានខណភាពប្រហែល 2.33 ក្រាម 1 សង់ទីម៉ែត្រគូបអភិក្រម FBR ជាអក្សរកាត់នៃពាក្យ Fluidized Bed Reactor ឬ reactor បាតរាវ 1. ការរៀបចំឧស្ម័នបុព្វបត្តិសារធាតុស៊ីលីកាត្រូវធ្វើឲ្យទៅជាស៊ីលីកូនមេតាលីយូរិកដោយប្រតិកម្ម reduction ហើយបន្ទាប់មកទើបបំលែងឲ្យទៅជាឧស្ម័នស៊ីឡាន SeH+ ឬ trichlorosilane SeHCl3 2. reactor FBR នៅក្នុង reactor ដែលមានសីតុណ្ហភាពរវាង600ទៅ700អង្សាសង់ទីក្រាតឧស្ម័នស៊ីឡានត្រូវគេបាញ់បញ្ចូលយ៉ាងលឿនពីខាងក្រោម reactor ដោយសារសន្ទុះនៃឧស្ម័នជលភាពស៊ីលីកូននៅក្នុងខ្សាច់ដែលដាក់នៅបាត reactor ក៏អណ្ដែតឡើងនិងមានភាពចល័តដោយអង្គធាតុរាវដែលពុះកញ្ជ្រោល 3. ការបំបែកធាតុដោយកម្ដៅស៊ីឡានត្រូវបែងប្រភាគជាជលភាពស៊ីលីកូននិងអ៊ីដ្រូសែន SeH+ ទៅជា Se plus 2H2 ស៊ីលីកូនកកក្រាំស្រោបជុំវិញជលភាពហើយរីកខ្លួនបន្តិចម្ដង 4. ការប្រមូលស៊ីលីកូនផ្ដុំគ្នាជាគ្រាប់មូលដែលមានកម្រិតបរិសុទ្ធ 6N ទៅ 9N អភិក្រមស៊ីឡានវិធីសាស្ត្រមាន6ដំណាក់កាល
ផ្អែកលើការផលិតនិងជាបន្ទាប់ការបំបែកធាតុដែលមានការគ្រប់គ្រងនៅស៊ីឡាន SE Ascat 1. ការបំលែងស៊ីលីកាទៅជាស៊ីលីកូនមេតាលូហ្ស៊ីកនៅក្នុងឡអគ្គិសនីដែលមានសីតុណ្ហភាព 2000 អង្សាសេខ្សាច់ស៊ីលីកាមកពីធម្មជាតិទទួលប្រតិកម្ម reduction ជាមួយកាបូនតាមសម័យកាល SiO2 plus 2C ទៅជា Se plus 2CO ស៊ីលីកូនដែលទទួលបានមានសន្តានជាស៊ីលីកូនមេតាលូហ្ស៊ីក MgSe ជាវត្ថុធាតុសម្រាប់បន្សុទ្ធកម្មគីមី 2. ប្រព្រឹត្តកម្មසංយក trichlorosilane ស៊ីលីកូនមេតាលូហ្ស៊ីកមានប្រតិកម្មជាមួយអ៊ីដ្រូសែនក្លូរីដ HCl នៅក្នុងរេអាក់ទ័រ FBR សីតុណ្ហភាព 300 អង្សាសេ Se plus 3HCl ទៅជា SeHCl3 plus H2 ផលិតផលសំខាន់នៃසංយកគឺ trichlorosilane SeHCl3 រួមជាមួយក្លូរ៉ូស៊ីឡានផ្សេងទៀតមាន SeCl4 និង SeH2Cl2 3. បន្សុទ្ធកម្មដោយការដុតបំពុះប្រភាគក្លូរ៉ូស៊ីឡានត្រូវបន្សុទ្ធដោយការដុតបំពុះក្នុងធុងដែលចែកជាប្រភាគតាមលំដាប់បញ្ឈរជាបន្តបន្ទាប់ដើម្បីកម្ចាត់កករលោហៈធាតុចេញបែងចែកដោយលម្អិតនៅក្លូរ៉ូស៊ីឡានផ្សេងៗគ្នាទទួលបាន trichlorosilane ដែលមានភាពបរិសុទ្ធខ្ពស់ក្នុងគោលការណ៍ផលិតស៊ីលីកូនមានភាពបរិសុទ្ធកម្រិតអេឡិចត្រូនិក 4. ផលិតកម្មស៊ីឡាន trichlorosilane ដែលបានបន្សុទ្ធត្រូវបំលែងទៅជាស៊ីឡានដោយប្រតិកម្មគីមីជាមួយអ៊ីដ្រូសែនឬតាមរយៈការចែកចាយកាតាលីទិកឡើងវិញកាត់ SeHCl3 ទៅជាធម៌ SeCl4 plus SeH4 ស៊ីឡានដែលផលិតបានមានលក្ខណៈអូស្មန်គ្មានពណ៌បរិសុទ្ធខ្លាំងងាយឆេះដោយឯងក្នុងខ្យល់ 5. ការបំបែកធាតុស៊ីឡានដោយកម្ដៅស៊ីឡានសុទ្ធត្រូវបញ្ចូលទៅក្នុងរេអាក់ទ័រសម្រាប់ធ្វើកំណកគីមីក្នុងដំណាក់កាលចំហាយក្រោមសីតុណ្ហភាព 600 ទៅ 650 អង្សាសេ SeH4 ទៅជា Se plus 2H2 សារជាតិស៊ីលីកូនពហុគ្រីស្តាឡាំងបរិសុទ្ធកកក្រាំក្នុងសន្តានជាស្រទាប់ស្ដើងឬជាគ្រាប់ដូចនៅក្នុងរេអាក់ទ័រ FBR ឬកកជាប់នៅលើសរសៃលួសក្តៅ 6. ការប្រមូលស៊ីលីកូនស៊ីលីកូនដែលកកក្រាំមានកម្រិតបរិសុទ្ធ 6N ទៅ 9N ត្រូវទុកឲ្យត្រជាក់ក្នុងបរិយាកាសដែលមានការគ្រប់គ្រងនិងរក្សាទុកក្នុងបរិស្ថានស្អាតគឺជាស៊ីលីកូនសម្រាប់វិស័យមីក្រូអេឡិចត្រូនិកឬបច្ចេកវិទ្យាទំនើបបន្ទាប់ពីបន្សុទ្ធកម្មស៊ីលីកូនត្រូវទទួលការរៀបចំវេចខ្ចប់ក្នុងទម្រង់សមរម្យសម្រាប់ការដឹកជញ្ជូនការរក្សាទុកឬការប្រើប្រាស់ឧស្សាហកម្មវិធីវេចខ្ចប់ត្រូវគោរពលក្ខខណ្ឌរូបវន្តនៃស៊ីលីកូន 1. ស៊ីលីកូនលោហៈធាតុបន្ទាប់ពីប្រព្រឹត្តកម្មគីមី reduction នៃស៊ីលីកា
ស៊ីលីកូនត្រូវចាក់ជាដុំស្នូកឬឡាំងហ្គោបំបែកទៅជាដុំតាមຂະຫນາດទំហំឬដាក់ក្នុងកន្ត្រកធំឬក្នុងធុងឧស្សាហកម្មដើម្បីប្រើប្រាស់ជាវត្ថុធាតុដើមក្នុងផលិតកម្មស៊ីលីកូនពហុគ្រីស្តាឡាំង 2. ពហុស៊ីលីកូនសម្រាប់ឧស្សាហកម្មសេមីកុងឌុកទ័របន្ទាប់ពីដំណើរការនៃអភិក្រម Siemens ឬអភិក្រម FBR ស៊ីលីកូនមានទម្រង់ជាដំបងជាគ្រាប់ឬជាដុំបរិសុទ្ធកម្រិតខ្ពស់លក្ខណៈនៃការវេចខ្ចប់ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងក្នុងបរិយាកាសអាសូតឬសុញ្ញកាសក្នុងថង់ឬធុងពិសេសសម្រាប់ប្រឆាំងការជ្រៀតចូលភាពចម្លងមកពីក្រៅក្នុងបន្ទប់ស្អាតរារាំងភាពមិនបរិសុទ្ធ 3. ស៊ីលីកូនសម្រាប់មីក្រូអេឡិចត្រូនិកបន្ទាប់ពីការដុសលូតលាស់នៃគ្រីស្តាល់តាមវិធីសាស្ត្រ Czochralski ឡាំងហ្គោឯកគ្រីស្តាឡាំងត្រូវកាត់ជាបន្ទះ wafer ស្ដើងដាក់ក្នុងកញ្ចប់កាសែតស្អាតការប្រៀបធៀបរវាងអភិក្រមបន្សុទ្ធកម្មស៊ីលីកូនទាំង3 1. អភិក្រម Siemens គុណសម្បត្តិភាពបរិសុទ្ធខ្ពស់ខ្លាំងគុណភាពអេឡិចត្រូនិកបច្ចេកវិទ្យាមានបក្ខភាពនិងបទពិសោធន៍ភាពជឿជាក់ក្នុងឧស្សាហកម្មគុណវិបត្តិត្រូវការបរិមាណថាមពលច្រើនដំណើរការយឺតវិនិយោគបឋមខ្ពស់កំណកក្រាំងជាដុំកម្រោលកិច្ចអនុវត្តសម្រាប់មីក្រូអេឡិចត្រូនិកនិងហ្វូតូវ៉ុលតាអ៊ិកទិន្នផលខ្ពស់ 2. អភិក្រម FBR គុណសម្បត្តិបរិមាណថាមពលទាបជាងវិធីសាស្ត្រ Siemens ដំណើរផលិតកម្មបន្តមិនដាច់ទិន្នផលផលិតប្រសើរទម្រង់ជាគ្រាប់ដែលអាចប្រើប្រាស់បានដោយផ្ទាល់គុណវិបត្តិភាពបរិសុទ្ធទាបជាងវិធីសាស្ត្រ Siemens បន្តិចអាស្រ័យលើលក្ខខណ្ឌការគ្រប់គ្រងបច្ចេកទេសស្មុគស្មាញជាងហានិភ័យក្នុងការផ្ដុំជនភាពកិច្ចអនុវត្តសម្រាប់ផលិតកម្មទ្រង់ទ្រាយធំនៃផ្ទាំងហ្វូតូវ៉ុលតាអ៊ិក 3. អភិក្រមស៊ីឡានគុណសម្បត្តិអាចមានភាពបរិសុទ្ធខ្ពស់ផលិតផលរងដែលមានសារជាតិក្លរតិចជាងទិន្នផលផលិតខ្ពស់គុណវិបត្តិស៊ីឡានងាយនឹងឆេះណាស់ថ្លៃដើមផលិតកម្មអូស្មန်ខ្ពស់ត្រូវការមធ្យោបាយសុវត្ថិភាពជាច្រើនជាសរុបវិធីសាស្ត្រ Siemens នៅតែជាស្តង់ដារគោលសម្រាប់ភាពបរិសុទ្ធកម្រិតខ្ពស់ដែលត្រូវការក្នុងវិស័យមីក្រូអេឡិចត្រូនិកវិធីសាស្ត្រ FBR មានលក្ខណៈសន្សំសំចៃតាមលក្ខខណ្ឌសេដ្ឋកិច្ចនិងថាមពលដែលស័ក្តិសមសម្រាប់ផលិតកម្មទ្រង់ទ្រាយធំក្នុងវិស័យចាប់ថាមពលពន្លឺព្រះអាទិត្យវិធីសាស្ត្រស៊ីឡានផ្ដល់នូវការសម្របសម្រួលដ៏ល្អរវាងភាពបរិសុទ្ធនិងប្រសិទ្ធភាពប៉ុន្តែតម្រូវឲ្យមានស្តង់ដារសុវត្ថិភាពខ្ពស់សូមអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់និងទស្សនានៅកម្រងឯកសារសុតទស្សន៍នេះដោយមេត្រីភាព